ល្អហើយអង្គុយចុះអ្នកទាំងអស់គ្នាថ្ងៃនេះអ្នកទាំងអស់គ្នាស្លៀកពាក់បានសមរម្យទាំងអស់គ្នាតែម្ដងអ្នកគ្រូសូមសរសើរថ្ងៃនេះអ្នកគ្រូនឹងបង្រៀនមេរៀនថ្មីដល់បងប្អូនទាំងអស់គ្នាចាំមើលណាអ្នកគ្រូឯងស្អីគេហ្នឹងហើយបងប្អូនណាយកស្អីមកដាក់លើកៅអីអ្នកគ្រូហ៎ខ្ញុំអ្នកគ្រូឯងជាសិស្សថ្នាក់ណាហេតុអីក៏ឯងធ្វើបែបនេះហ៎ដើម្បីសប្បាយអ្នកគ្រូសប្បាយចុះចុះតើមើលមើលលំមាស់បែកខំអើយទីនរ៉ាដាក្រុមឯងចូលទីចាត់ការលោកនាយកសាលាចង់ជួបអ្នកគ្រូចាំយកឯកសារនៅលើតុមើលផងណាចាលោកគ្រូអាកាផ្លឹកដល់ណាហើយសេនួនគិតទៅដល់ណាមិញហ្នឹងខ្ញុំគិតតែផ្ទះហ្នឹងអាកាគ្នាឮថាសាលាយើងឥឡូវជិតមានអាយុថ្មីហើយគ្នាដឹងតាឮថានៅកំឡោះឲ្យទៅរៀនចាប់អនុបណ្ឌិតផងប្រហែលជាកូនគេអ្នកមានហើយបានទៅរៀនបានខ្ពស់បែបនេះណែគ្នាឮទៀតថាអាយុថ្មីហ្នឹងម៉ងម៉ាត់ហើយការងារក៏ច្បាស់លាស់ទៀតពួកយើងត្រូវតែប្រឹងប្រែងធ្វើការងារឲ្យទៅបានណោះល្អតាគ្នារកតែនាយកអញ្ចឹងហើយទៅការងាររបស់យើងវារីកចម្រើនអ្នកណាហ្នឹងខ្ញុំគឺវាសនាកូនសិស្សរបស់អ្នកគ្រូភ្លេចខ្ញុំហើយវាសនាហើយទីបំផុតកូនមកហើយវាសនាបាទអ្នកគ្រូអូយកូនស្អាតណាស់អ្នកគ្រូមើលសឹងតែមិនស្គាល់ហើយនេះព្រោះក្នុងចិត្តអ្នកគ្រូកូននៅតែជាក្មេងប្រុសជំទង់សុភាពគួរឲ្យស្រឡាញ់ណាស់ណាហើយចុះឥឡូវអ្នកគ្រូឥឡូវកូនខ្ពស់សង្ហាថ្លៃថ្នូរណាស់អូយអ្នកគ្រូសឹងតែមិនជឿទេនេះអ្នកគ្រូចាស់ច្រើនណាស់ហើយអ្នកគ្រូនៅខំប្រឹងប្រែងដាំដុះទៀតអ្នកគ្រូនៅតែដាំអញ្ចឹងពីមុនអ្នកគ្រូបណ្ដុះមនុស្សតែឥឡូវអ្នកគ្រូបណ្ដុះបន្លែផ្កាគ្រប់មុខដើម្បីសុខភាពអូយវាសនាថ្ងៃនេះអ្នកគ្រូសប្បាយចិត្តជាងថ្ងៃណាទាំងអស់ព្រោះបានសិស្សចាស់មកលេងនឹងអ្នកគ្រូណាបាទអ្នកគ្រូតោះចូលទៅក្នុងញ៉ាំទឹកញ៉ាំអីសិនទៅបាទអញ្ជើញអ្នកគ្រូតោះគុណតាអ្នកគ្រូអញ្ជើញសាទឹកចាសិស្សមកលេងអ្នកគ្រូហើយណាមួយមកអរគុណអ្នកគ្រូផងគុណអ្នកគ្រូធំធេងណាស់អ្នកគ្រូចំណាយទាំងប្រាជ្ញាទាំងធនធានបើគ្មានអ្នកគ្រូទេសិស្សក៏គ្មានថ្ងៃនេះដែរហើយនេះជាបញ្ញាអន្តិញទួញសូមអ្នកគ្រូអញ្ជើញទទួលទៅមិនអីទេសនាបានកូនមកលេងនឹងអ្នកគ្រូរំភើបចិត្តណាស់ទៅហើយដឹងទេសប្តាហ៍ថ្ងៃនេះអ្នកគ្រូកាន់តែចាស់កាន់តែឯកោកូនគេមានគ្រួសារបែកទៅទីតីអស់សប្តាហ៍ថ្ងៃអ្នកគ្រូរស់នឹងធម្មជាតិអញ្ចឹងហើយពេលឃើញគេមកលេងម្ដងអ្នកគ្រូសប្បាយចិត្តខ្លាំងណាស់អ្នកគ្រូ
អ្នកគ្រូទទួលទុកទៅបាននិយាយពីគុណស្រ័យនោះគឺខ្ញុំជំពាក់គុណអ្នកគ្រូសងមិនអស់ទេ ស្នេហាអ្នកគ្រូមិនចង់បានអ្វីពីពួកកូនទេអ្នកគ្រូចង់ឲ្យតែកូនខ្លាចជាមនុស្សល្អមានតម្រៃវិជ្ជាធ្វើការបម្រើសង្គមឲ្យបានល្អគ្រប់គ្នាអ្នកគ្រូសប្បាយចិត្តណាស់ទៅហើយកូនមកខេត្តនេះមកលេងឬក៏មកមានការអី បានគឺខាងក្រសួងគេចាត់ឲ្យកូនមកធ្វើជានាយកវិទ្យាល័យនៅខេត្តយើងនេះ នាយកអី បានកូនសប្បាយចិត្តណាស់ព្រោះអីកូនមានពេលច្រើនដើម្បីបានមកនៅក្បែរអ្នកគ្រូ អ្នកគ្រូសប្បាយចិត្តមែនទេពិតជាទេវតាប្រទានមែនវាសនាគិតទៅមនុស្សល្អគឺពិតជាមិនសបសូន្យទេណាឥឡូវចុះកូនស្នាក់នៅឯណាដែរ គឺកូនស្នាក់នៅជាមួយនឹងបងចែម ចែមណាទៅកូន គឺបងចែមដែលបានជួយចិញ្ចឹមកូនហើយបានឲ្យកូនរៀនតាំងពីនៅតូចៗនោះអ្នកគ្រូ បើថានេះមិននៅជាមួយអ្នកគ្រូតែម្ដងទៅហី កូនអរគុណអ្នកគ្រូប៉ុន្តែបងចែមគាត់ចាស់ណាស់ទៅហើយណាមួយគាត់នៅម្នាក់ឯងហើយចំណាយប្អូនស្រីគាត់នោះក៏រៀបការហើយទៅនៅផ្ទះផ្សេងបាត់ទៅ កូនពិតជាមនុស្សមានហេតុផលមែនអ្នកគ្រូជួយឯងពិតជាមិនខុសទេ ហើយអ្នកគ្រូនៅតែម្នាក់ឯងទេ ពីមុនអ្នកគ្រូនៅតែម្នាក់ឯងទេតែឥឡូវនេះអ្នកគ្រូមានកូនចិញ្ចឹមម្នាក់ទៀតហើយបើសិនជាឯងបានឃើញគេឯងពិតជាភ្ញាក់ផ្អើលជាមិនខាន ហើយឥឡូវគេទៅណាបាត់ហើយអ្នកគ្រូ គេទៅបង្រៀនបាត់ហើយគេធ្វើគ្រូដូចឯងអញ្ចឹងកូនស្នេហ៍យប់ហ្នឹងកូននៅញ៉ាំបាយជាមួយអ្នកគ្រូមកពេលទៅណា ខ្ញុំរវល់បាត់ទៅហើយអ្នកគ្រូ រវល់ស្អីគេទៅ គឺជាប់ណាត់ទៅញ៉ាំបាយជាមួយនឹងនាយកវិទ្យាល័យចាស់អ្នកគ្រូ អបាញ់មិញអ្នកគ្រូបានបញ្យល់រួចរាល់អស់ហើយអញ្ចឹងតើអ្នកទាំងអស់គ្នាអាចយល់ទេហើយឥឡូវអ្នកគ្រូដាក់កិច្ចការសម្រាប់ធ្វើនៅទីនេះហើយអ្នកគ្រូសុំទៅទីចាត់ការមួយផ្លែតអញ្ចឹងធ្វើទាំងអស់គ្នាណា បាទអ្នកគ្រូ លោកនាយក អ្នកគ្រូសតិកានេះវាសនាដែលជានាយកត្រូវមកគ្រប់គ្រងវាសនាហើយនេះគឺជាអ្នកគ្រូសតិកាគាត់ធ្វើការទីនេះល្អណាស់ វាសនា សិទ្ធិកា លោកគ្រូសុំទោសខ្ញុំមានការជាបញ្ញា សិទ្ធិកាលោកគ្រូនាងគឺជាមិត្តភក្តិរបស់ខ្ញុំលាសិនហើយសិទ្ធិកាឈប់សិនសិទ្ធិកា អូយអ្នកគ្រូមិនចឹង ឈប់សុំចេញកង់មកភ្លេង កង់ខ្ញុំតើលោកគ្រូ វាសនាគេមិននៅទេលោកគេទៅបង្ហាញខ្លួននៅសាលាបាត់ហើយ ពួកខ្ញុំចង់មកជូនពរគេព្រោះឮថាគេឡើងធ្វើជានាយកវិទ្យាល័យហើយ ឥឡូវចេះចុះខ្ញុំសូមអញ្ជើញអ្នកគ្រូទៅជួបវាសនាទាំងអស់គ្នាហើយយើងញ៉ាំបាយជុំគ្នាតែម្ដង អញ្ចឹងក៏បានដែរលោកព្រោះខ្ញុំក៏ចង់ឲ្យវាសនាគេភ្ញាក់ផ្អើលខ្លះដែរ បាទ អញ្ចឹងសូមអញ្ជើញលោកទាំងពីរចាំមកផ្លេតខ្ញុំទៅផ្លាស់សម្លៀកបំពាក់ បាទ សិន អញ្ជើញ សិទ្ធិកាឈប់សិន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 សិទ្ធិកាយកមកហើយនឹងសិទ្ធិកាឈប់ទៅសិទ្ធិកា ថយចេញ សិទ្ធិកាឈប់សិនសិទ្ធិកា